អាដាម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសថ្នាក់ដឹកនាំនិងគ្រឹះស្ថានសិក្សានានាមេដាបេដាអាណាព្យាបាលនិងក្មួយជាបេក្ខជននិទេសអេទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សដែលបានជួបសំណេះសំណាលជាមួយក្មួយសិស្សជាប់និទេសអេទាំង3020នាក់ដែលជំនួបលើកនេះគឺជាជំនួបលើកទី11បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាបានធ្វើការកែតម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2013ក្រោមពាក្យស្លោក អ្នកចេះគឺជាប់ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំយុវជននិងកីឡាដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងមហាផ្ទៃក្រសួងសុខាភិបាលកងរាជអាវុធហត្ថលើផ្ទៃប្រទេសអង្គភាពប្រឆាំងអំពើពុករលួយសហព័ន្ធយុវជនកម្ពុជាសសយកអគ្គិសនីកម្ពុជារដ្ឋបាលរាជធានីខេត្តនិងអ្នកពាក់ព័ន្ធនៅក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2024-2025 និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3ដោយរលូនដោយបានផលគួរជាទីមោទនៈ ខ្ញុំសូមចូលរួមអបអរសាទរផងដែរជាមួយបេក្ខជនទាំងជាង 12,000 នាក់នៃបេក្ខជនប្រឡងសរុបដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី28ខែសីហាឆ្នាំ2025កន្លងទៅនេះដែលគិតជាភាគរយស្មើ 84.56% និងបេក្ខជនទាំង918នាក់ដែលស្មើ 99.78% នៃបេក្ខជនប្រឡងសរុបដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3នាសម័យប្រឡងកាលពីថ្ងៃទី28កក្កដាឆ្នាំ2025 ទន្ទឹមនេះខ្ញុំក៏សូមចូលរួមអបអរសាទរជាពិសេសវាតម្លៃខ្ពស់ចំពោះសិស្សជាប់និទេសអេទាំង3020នាក់នៅក្នុងនោះសិស្សជាប់និទេសអេនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន3000នាក់3003នាក់និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3ចំនួន17នាក់ផងដែរហើយថ្ងៃនេះយើងរៀបចំបានដោយកន្លងទៅមានការ delay ខ្លះដោយសាររៀបចំគ្រោងលើកមុននោះក៏វាផ្ទុះទៅក្នុងសភានភាពព្រំដែនអញ្ចឹងក៏យើងបានលើកពេលមកដល់ថ្ងៃនេះតែទោះជាយ៉ាងណាអាចយឺតបន្តិចតែយើងអាចរៀបចំបានដើម្បីអបអរសាទរជូនក្មួយចំពោះការដែលខិតខំប្រឹងប្រែងសម្រេចបានជោគជ័យនៅក្នុងការប្រឡងកន្លងទៅវឌ្ឍនភាពដ៏ល្អប្រសើរនេះគឺជាលទ្ធផលនៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់គប់ផ្សំជាមួយនឹងការដឹកនាំល្អរបស់ក្រសួងអប់រំយុវជនកីឡាការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយកនាយិកាសាលារៀននិងការជួយជ្រោមជ្រែងពីមេដាបៃតាអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ទន្ទឹមនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមលោកជំទាវអភិបាលនៃគណៈបាលរាជធានីខេត្តអាជ្ញាធរពាក់ព័ន្ធសសយកនិងអ្នកស្ម័គ្រចិត្តដទៃទៀតដែលបានខ្នះខ្នែងនិងផ្ដល់ការបំពាក់បំពន់សមត្ថភាពដល់សិស្សានុសិស្សដើម្បីជួយឲ្យពួកគេទទួលបានលទ្ធផលល្អនៅក្នុងការសិក្សាក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងសញ្ញាបត្រអង្គពិធីទាំងមូលជាទីមេត្រី ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជាគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាលគឺការអប់រំឲ្យមានចំណេះដឹងទូលាយជំនាញពិតប្រាកដព្រមទាំងសីលធម៌គុណធម៌និងមនសិការស្នេហាជាតិជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការតម្រង់ទិសសម្រាប់ទីផ្សារការងារនិងការពង្រឹងជំនាញបច្ចេកទេសដល់យុវជនសម្ដៅថាយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដើម្បីលើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើររួមចំណែកនៅក្នុងការវិវត្តសង្គមជាតិសង្គមសេដ្ឋកិច្ច
ជាមួយនេះការវិវត្តធនធានមនុស្សកម្ពុជាពិតជាមានមោទនភាពខ្ពស់នៅពេលដែលវិស័យអប់រំរបស់ខ្លួនទទួលបានការរីកចម្រើនទាំងបរិមាណនិងគុណភាពជាក់ស្ដែងកម្ពុជាបានអភិវឌ្ឍខ្លួនតាំងពីមានអ្នកចេះដឹងក្នុងចំនួនតិចតួចបំផុតនៅដើមទសវត្សរ៍ឆ្នាំ1980ដែលជាដំណាក់កាលនៃការអនុវត្តកម្មវិធីអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកអត់ចេះរហូតដល់ការបង្កើតជាប្រព័ន្ធដែលមានស្តង់ដារនៅគ្រប់កម្រិតនៃការអប់រំបណ្ដុះបណ្ដាលម្យ៉ាងទៀតសមិទ្ធផលពេលនេះរួមទាំងការផលិតបាននៅសិស្សជាប់និទេសAរាប់ពាន់នាក់នៅក្នុងអំឡុងប្រមាណឆ្នាំចុងក្រោយនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នាស្របពេលដែលកម្ពុជាប្រឹងប្រែងកសាងសមត្ថភាពស្ថាប័នការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេសនិងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីឲ្យកម្ពុជាមានមូលធនមនុស្សគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងការរីកចម្រើននៅក្នុងបរិយាកាសនៃបដិវត្តន៍ឧស្សាហកម្មទី4ដែលកម្ពុជាទៅឈរលើសក្តានុពលដែលខ្លួនមាននិងបានបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់និងបរិយាកាសសកលជាពិសេសនៅក្នុងស្ថានភាពនៃកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យអធិបតេយ្យនិងសន្តិភាពរបស់ខ្លួនវឌ្ឍនភាពនៃការអប់រំនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការវិវត្តសង្គមជាតិនៅក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសដែលមានការវិវត្តឆាប់រហ័សទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មសេវាកម្មក្នុងឆ្នាំ2025កន្លងទៅនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ 5.2% ហើយក្នុងឆ្នាំ2026នេះទៅបានរំពឹងថានឹងកើនក្នុងអត្រាប្រមាណ 5% ឬច្រើនជាងនេះកំណើននេះបានអនុគ្រោះដល់ការវិវត្តវិស័យជាច្រើនជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យកាន់តែមានភាពរស់រវើកនិងតភ្ជាប់គ្រប់ទិសទីទិសតំបន់ដែលមិនត្រឹមតែធ្វើសមារណកម្មហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើសមារណកម្មបតិកលាទៅនឹងប្រទេសជិតខាងថែមទៀតនៅក្នុងន័យនេះរាជរដ្ឋាភិបាលនឹងបន្តវិភាគថវិកាបន្ថែមដល់វិស័យអប់រំសម្រាប់ជ្រើសរើសនិងបណ្ដុះបណ្ដាលគ្រូបង្រៀនដែលជាអាទិភាពចម្បងដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូនិងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ការធ្វើវិក្រិតការគ្រូបង្រៀនការកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនការធ្វើអធិការកិច្ចការពង្រឹងសមត្ថភាពគ្រប់គ្រងនិងគុណភាពប្រឡងដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍អ្នកចេះគឺជាប់និងការបង្កើនបរិមាណសិស្សជាប់និទេសAខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំយុវជននិងកីឡាដើម្បីចូលរួមអនុវត្តបន្តដោយខាងក្រោមទី1ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាពដើម្បីបណ្ដុះបណ្ដាលសិស្សពូកែរាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិនិងរៀបចំឲ្យមានការគាំទ្រចំពោះមុខដល់សិស្សពូកែដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅនិងការរៀនសូត្រទី2ត្រូវផ្ដល់នូវការតម្រង់ទិសសិក្សាដើម្បីឲ្យសិស្សពូកែរបស់យើងឈានចូលនិងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់នៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោកដែលនឹងក្លាយទៅជាធនធានដ៏សំខាន់នៅក្នុងការវិវត្តប្រទេសជាតិជាពិសេសមុខជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាទី3ត្រូវរៀបចំចងក្រងនៅបទពិសោធន៍របស់ក្មួយៗដែលជាសិស្សពូកែអំពីវិធីសាស្ត្រនៅក្នុងការរៀនសូត្រឲ្យคล้ายទៅជាសិស្សពូកែដើម្បីចែករំលែកដល់ក្មួយៗសិស្សសានុសិស្សដទៃទៀតព្រមទាំងព្រួយផ្ដើមនៅអន្តរាគមន៍នានាដើម្បីបំពាក់បំពន់ដល់សិស្សពូកែឲ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុនក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិទី4ត្រូវបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពូកែសិស្សជួបការលំបាកជាពិសេសសិស្សនារីនិងសិស្សនៅក្នុងគ្រួសារក្រីក្រនិងធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងភាសាបរទេសដើម្បីឲ្យស្របទៅនឹងចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងបរិយាកាស
នៃបដិវត្តឧស្សាហកម្ម 4.0 ត្រូវទី5ត្រូវបន្តអនុវត្តឲ្យកាន់តែសកម្មនៅគោលនយោបាយអភិវឌ្ឍអប់រំដើម្បីធានាការអប់រំគុណភាពប្រកបដោយបរិយាបន្ននិងកម្ពស់នៅក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាជាមួយនេះត្រូវខិតខំជំរុញនិងពង្រីកកម្មវិធីអប់រំកុមារតូចនិងបង្កលក្ខណៈឲ្យការកុមារបានសិក្សាយ៉ាងតិច9ឆ្នាំនៅសាលារៀនដែលមានបរិស្ថានស្អាតនិងអនាម័យល្អហើយកិច្ចការនេះដែរគឺដោយអាដាមហងជួនរុនបានលើកឡើងគឺយើងធ្វើយ៉ាងណាត្រៀមលក្ខណៈការបដិបដាលឲ្យស្របទៅតាមតម្រូវការនៃការវិវត្តប្រទេសរបស់យើងជាងបានពីដើមបណ្ដាត់មកហើយក៏បានអនុវត្តចាប់ផ្ដើមអនុវត្តអាដាមហងជួនរុននិងអាដាមហេស៊ូគឺបានធ្វើការជាមួយគ្នានៅក្នុងការរៀបចំជាកន្លងនៃការរៀនសូត្រក៏ដូចជាតម្រង់ទិសសម្រាប់អាជីពថ្ងៃអនាគតរវាងក្រសួងអប់រំនិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលទស្សនវិស័យរបស់យើងគឺថាចង់ធ្វើម៉េចផ្ដល់ឱកាសតម្រង់ទិសឲ្យក្មួយពីដើមទីបើន័យថាពីលឿនបន្តិចពីថ្នាក់ទី10ឡើងទៅពួកយើងកុំចាំរហូតដល់ប្រឡងបាក់ឌុបហើយបានយើងទៅរកថាទៅណាទៅរៀនចំណេះដឹងទៅបន្តឬមួយក៏វិជ្ជាជីវៈបាទអញ្ចឹងកិច្ចការនេះគឺដើម្បីធ្វើយ៉ាងណាធានានៅប្រសិទ្ធភាពនៃការបង្កើនចំណេះដឹងឲ្យស្របទៅតាមតម្រូវការការងារក៏ដូចជាកន្លងនៃអាជីពឬមួយក៏ចំណង់ចំណូលចិត្តរបស់យុវជនរបស់យើងហើយកិច្ចការងារនេះគឺមិនមែនធ្វើនៅកម្ពុជាតែមួយទេគឺនៅបណ្ដាប្រទេសអភិវឌ្ឍជាច្រើនបានធ្វើនៅប្រទេសសង្ហបុរីនៅអាល្លឺម៉ង់នៅប្រទេសជាច្រើនណាស់ដែលផ្ដល់ព្រោះអត់ចាំបាច់សិស្សរៀនអនុវិទ្យាល័យ100នាក់ត្រូវទៅកន្លងនៃចំណេះដឹងទូទៅ100នាក់នោះទេយើងអាចកន្លងនៃការរៀនវិជ្ជាជីវៈចាប់ពីថ្នាក់ទី10ទៅជាកម្លាំងជំនាញតែម្ដងប៉ុន្តែធ្វើយ៉ាងណាត្រូវមានភាពបត់បែនដើម្បីឲ្យទៅថ្ងៃក្រោយគាត់អាចមានការលទ្ធភាពឆ្លងត្រឡប់មកវិញឧទាហរណ៍ចប់កន្លងវិជ្ជាជីវៈទូទៅបានមិនមានបាក់ឌុបប្រឡងចំណេះដឹងទូទៅទេតែមានសញ្ញាបត្រណាមួយដែលអាចស្មើគ្នាហើយអាចឆ្លងត្រឡប់មករៀនជាបញ្ញាបត្រជាមួយអីចំណេះដឹងទូទៅអ្នកនៅដូចគ្នាហើយនេះគឺជាការគិតគូរនៅក្នុងការអនុវត្តដើម្បីធានាយ៉ាងណាឲ្យពួកអនាគតរបស់ប្រទេសគឺភ្ជាប់ជាមួយអនាគតរបស់យុវជនរបស់ប្រជាជនយើងបើយុវជនយើងមានចំណេះដឹងមានសុខភាពល្អហើយការងារអ្វីដែលគាត់រៀនភ្ជាប់ជាមួយនឹងតម្រូវការរបស់សង្គមក៏អាចកសាងនៅអនាគតរបស់គាត់គឺនេះគឺជាការចូលរួមសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងនេះគឺជាកិច្ចការដែលខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរទៅដល់អាដាមហងជួនរុនអាដាមហេស៊ូក៏ដោយក្រុមការងារដែលបានសិក្សាទៅលើកិច្ចការនេះយើងបានអនុវត្តពីមុនដែរបាទយើងមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្មវិធីខ្លះនៅតាមសាលាវិទ្យាល័យតាមបែបនេះប៉ុន្តែរៀបចំជាប្រព័ន្ធការងាររៀបចំជាគន្លងគោលនយោបាយដើម្បីជំរុញបន្ថែមនិងតម្រង់ទិសបន្ថែមពីថ្នាក់ទី9ទី10គឺជាកិច្ចការដែលយើងត្រូវធ្វើដើម្បីធ្វើយ៉ាងណាយើងអត់បខំទេប៉ុន្តែធ្វើយ៉ាងណាឲ្យក្មួយបានទទួលនៅព័ត៌មានក៏ដូចជាការតម្រង់ទិសត្រឹមត្រូវក្នុងការសម្រេចចិត្តបាទហើយនេះគឺជាការកសាងធនធានមនុស្សរបស់យើងហើយជាថ្មីម្ដងទៀតខ្ញុំក៏សូមកោតសរសើរខ្ញុំសូមកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់ក្មួយការខិតខំរបស់បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់អាជ្ញាធរដែនដីមេដាបេដាជាពិសេសលោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគ្នាអនុវត្តការងារនិងបំពេញភារកិច្ចរហូតដល់សម្រេចបានជោគជ័យនៅថ្ងៃនេះខ្ញុំក៏សូមផ្ដាំផ្ញើដល់ក្មួយសិស្សជាប់និទេស A ទាំងអស់សូមបន្តខិតខំរៀនសូត្រស្រាវជ្រាវនិងកសាងខ្លួនឲ្យទៅជាយុវជនឆ្នើមជាពលរដ្ឋឆ្នើមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនិងស្វែងរកកិត្តិយសថ្មីជាតិជូនជាតិមាតុភូមិនៅពេលដែលក្មួយបន្តការសិក្សា
នៅកម្រិតឧត្តមសិក្សាឬកម្រិតក្រោយទៀតហើយក៏ដូចគ្នាសម្រាប់ក្មួយផ្សេងទៀតដែលមិនមែនជាប់និទេសអីក៏ដោយតែជាយុវជនរបស់យើងទាំងអ្នកប្រឡងជាប់និងអ្នកមិនបានប្រឡងជាប់ដូចឆ្នាំនេះក៏សូមបន្តកុំបោះបង់ហើយសូមបន្តខិតខំនៅក្នុងការកសាងនៅសមត្ថភាពនិងឱកាសរបស់ខ្លួនថែមទៀតនេះគឺជាអ្វីដែលប្រទេសជាតិរបស់យើងត្រូវការរាជរដ្ឋាភិបាលនឹងខិតខំពង្រីកនៅឱកាសខិតខំនៅពង្រឹងនៅគុណភាពអប់រំដើម្បីធ្វើយ៉ាងណាផ្ដល់ឲ្យយុវជនរបស់យើងពីមួយចំនួនពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានឱកាសនិងសមត្ថភាពបន្ថែមទៀតក៏ដូចជាការខិតខំប្រឹងប្រែងស្វែងរកតាក់ទាញនៅការបង្កើតការងារថ្មីមិនថាវិនិយោគពីក្រៅឬក៏ក្នុងដើម្បីបង្កើតឱកាសការងារបន្ថែមនៅក្នុងកិច្ចការងារសម្រាប់ឲ្យយុវជនរបស់យើងឲ្យប្រជាពលរដ្ឋរបស់យើងអាចសម្រេចបាននៅគឺថាឱកាសបង្កើនសមត្ថភាពនិងជួយទៅដល់ប្រទេសជាតិរបស់យើងនៅក្នុងពេលនេះខ្ញុំក៏សូមដឹងថានៅក្នុងមុននឹងបញ្ចប់នេះ ខ្ញុំក៏ដឹងថាមានក្មួយជាច្រើនមួយចំនួនដែលជានិទេសអេនេះត្រូវជាកូនជាក្មួយជាចៅឬសាច់ញាតិរបស់វីរៈយុទ្ធជនវីរៈនគរបាលដែលបំពេញភារកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់យើងនៅតាមព្រំដែនហើយខ្ញុំសូមផ្ញើការអរគុណនិងដឹងគុណចំពោះវីរភាពរបស់បងប្អូនទាំងអស់ដែលកំពុងឈរជើងឬបានធ្វើពលកម្មនៅក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងដោយអង្គអាចក្លាហានហើយខ្ញុំក៏សូមអរគុណដល់ក្រុមគ្រួសារដែលបានផ្ដល់កម្លាំងចិត្តនិងគាំទ្រដល់ពួកគាត់នៅក្នុងការការពារទឹកដីនិងការពារផលប្រយោជន៍ជាតិរបស់យើងសម្រាប់យើងទាំងអស់គ្នាហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសមិនថាអ្នកនៅក្នុងប្រទេសឬក្រៅប្រទេសបាទថាទូទាំងពិភពលោកតែម្ដងចំពោះស្មារតីហើយជាពិសេសយុវជនរបស់យើងដែលកន្លងទៅបានបង្ហាញនៅស្មារតីរួមគ្នានៅក្នុងការជួយទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិរបស់យើងជួយទៅដល់ជនពិសករបស់យើងដែលនេះគឺជាស្មារតីស្នេហាជាតិមួយធំដែរដែលជាកម្លាំងជាតិមួយធំសម្រាប់ជួយគ្នានៅក្នុងគ្រាលំបាកដែលខ្ញុំនិយាយថាគ្មានអ្នកណាជួយខ្មែរខ្លាំងជាងខ្មែរខ្លួនឯងនោះទេហើយខ្ញុំក៏សូមហើយក៏យល់អំពីការព្រួយបារម្ភរបស់ក្រុមគ្រួសារក៏ដូចជាប្រជាជនយើងនៅទូទាំងប្រទេសពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនដែលកន្លងទៅដែលបានបង្កឲ្យមានការបាត់បង់ជីវិតរងរបួសប្រជាជនស៊ីវិលកងកម្លាំងប្រដាប់អាវុធក៏ដូចជាបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិនិងសាធារណៈផ្សេងដោយសារបញ្ហាវាមិនទាន់ចប់ខ្ញុំមិនសូមរៀបរាប់លម្អិតទៅលើបញ្ហានេះឬវិធានការនៅក្នុងការដោះស្រាយប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់ថាសម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទីតាំងពីការផ្ទុះអាវុធលើកទី1លើកទី2រឿងទឹកដីនិងប្រជាជនគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលពិតណាស់មានកិច្ចការច្រើនដែលត្រូវធ្វើហើយស្ថានភាពការវិវត្តប្រែប្រួលខ្លះវាមិនបានដូចចិត្តយើងទេវាបង្កើតនៅការលំបាកផ្លូវចិត្តវាបង្កើតនៅការភ័យខ្លាចសម្រាប់រាជរដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចនេះទេគឺយើងការពារអធិបតេយ្យភាពទឹកដីក៏ដូចជាអាយុជីវិតនិងសុខទុក្ខប្រជាជនយើងជាពិសេសអ្នករស់នៅព្រំដែននិងជនភៀសកដែលយើងត្រូវធ្វើការងារទាំងព្រមដែលត្រូវធ្វើគ្រប់មុខព្រួញទាំងអស់ហើយនេះគឺជាការបដិញ្ញាចិត្តហើយមិនមែនជាការបដិញ្ញាចិត្តតែមួយមុខទេប៉ុន្តែគឺជាការធ្វើយ៉ាងសកម្មជាប់ជាប្រចាំពិតណាកន្លែងខ្លះបានគ្រប់កន្លែងខ្លះបានតន់កន្លែងខ្លះបានល្អកន្លែងខ្លះនៅមានចំណុចខ្វះខាតព្រោះស្ថានភាពប្រែប្រួលវាលឿនឧទាហរណ៍ជនភៀសកពេលដែលផ្ទុះអាវុធ
កើនពីប្រមាណពាន់នាក់ទៅជាងកន្លះលាននាក់នៅក្នុងរយៈពេលតែប្រមាណថ្ងៃឬមួយអាទិត្យគឺជាការត្រូវប្រឈមដោះស្រាយប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណទៅដល់អ្នកពាក់ព័ន្ធទាំងអស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងសុខាភិបាលអាជ្ញាគណៈកម្មការជាតិគ្រប់គ្រងមហន្តរាយរដ្ឋបាលរាជធានីខេត្តទាំងអស់ដែលពាក់ព័ន្ធរួមទាំងខេត្តដែលជាប់ដែលត្រូវជួយគ្នាដើម្បីទទួលនៅជនភៀសសឹកពួកពេលដែលកើនខ្លាំងខេត្តដែលជាប់ផ្ទាល់គឺចង្ការហួសសមត្ថភាពត្រូវជួយគ្នាតែយើងបានធ្វើការរលូនអរគុណជាថ្មីទៅដល់ប្រជាពលរដ្ឋរបស់យើងគ្រប់និន្នាការគ្រប់ទិសទីទាំងអស់ជាពិសេសយុវជនបានស្ម័គ្រចិត្តនៅក្នុងការគៀកោជួយបំពេញបន្ថែមហើយក៏អរគុណទៅដល់បងប្អូនជនភៀសសឹកដែលមានការយោគយល់ហើយការសហការគ្នាល្អនេះគឺជាស្ថានភាពជាក់ស្ដែងឥឡូវយើងបានធូរស្រាលជាងមុនប៉ុន្តែមិនទាន់ចប់យើងនៅមានជនភៀសសឹកជាច្រើនទៀតដែលត្រូវទទួលខុសត្រូវនៅមានតំបន់មួយចំនួនដែលយើងត្រូវកាត់ចាត់ទុកថាជាតំបន់ហានិភ័យមិនអាចត្រឡប់ទៅបានកន្លែងខ្លះវាមានបញ្ហាមួយចំនួនដែលត្រូវដោះរយៈពេលមធ្យមវែងកន្លែងខ្លះគឺមិនទាន់ត្រឡប់ដោយសារជាតិរឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើនបាទហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញយើងអាចនិយាយបានថាហើយក្មួយជំនាន់នេះដែលគេហៅថាក្មេងៗកើតចំនួនក្រោយក្របផ្លោងប៉ុន្តែឥឡូវយើងកំពុងរស់នៅក្នុងសម័យនេះនៅក្នុងពេលវេលានេះយើងឃើញរូបភាពដែលធ្លាប់តែឃើញជនភៀសសឹករបស់យើងឆ្នាំ70ជាងឥឡូវបានកើតនៅក្នុងពេលនេះយើងធ្លាប់ឃើញតែផ្ទះសម្បែងមួយចំនួនត្រូវការខ្ទេចខ្ទីដោយសារសង្គ្រាមឥឡូវយើងកំពុងរស់នៅក្នុងទីនេះកន្លែងខ្លះដែលធ្លាប់តែជាកន្លែងដែលសម្បូររុងរឿងឥឡូវទៅធ្វើជាកន្លែងដែលពោពេញទៅដោយផ្ទះឆេះផ្ទះខ្ទេចខ្ទីត្រឡប់ទៅវិញមិនទាន់បានយើងកំពុងរស់នៅក្នុងបច្ចុប្បន្នកាលនេះបានបង្កើតនៅក្នុងការអារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងខ្ញុំថាឲ្យតែខ្មែរមិនថាខ្មែរនៅកម្ពុជាខ្មែរនៅក្រៅប្រទេសនោះទេគឺសិតតែមានអារម្មណ៍ដូចគ្នានៅក្នុងពេលនេះមិនថាព្រះមហាក្សត្រមិនថាប្រជាពលរដ្ឋអ្នកប្រកបរបរធម្មតាកសិករនៅគ្រប់កន្លែងទាំងអស់នេះគឺជាកង្វល់ហើយនេះគឺជាភាពត្រឹមត្រូវនៃកង្វល់ព្រោះខ្មែរទាំងអស់ត្រូវមានសិទ្ធិនិងកាតព្វកិច្ចគិតគូរពីប្រយោជន៍ជាតិនិងឧត្តមប្រយោជន៍របស់ប្រជាជនរបស់យើងនេះគឺជាការហើយរាជរដ្ឋាភិបាលក៏ដឹកហើយឮហើយមិនបានចោលទៅប្រជាពលរដ្ឋឬទឹកដីនោះទេស្ថានភាពពេលខ្លះវាមិនបានដូចយើងចង់បានក្នុងពេលទៅមួយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលអត់ដូចយើងជាសម្បែងធម្មតានោះទេខ្ញុំលើកឧទាហរណ៍ព្រឹកនេះអាចមានបងប្អូនខ្លះឬមួយម្នាក់ណាខ្លះអង្គុយនៅតុកាហ្វេនៅក្នុងរយៈពេលតែ1ម៉ោងឬមួយតែ10នាទីគត់អាចសម្រេចចិត្តធ្វើអីបាន 3-4 មុខជាពិសេសតាម Facebook ចូល comment បើកទៅមកផុសឃើញរូបភាពអ្នកស្លាប់អ្នករបួសវត្តអារាមឆេះខ្ទេចខ្ទីផ្ទះមិនទាន់ទៅបងប្អូនអាចចូលទៅ comment សង្គ្រាមគួរឲ្យខ្លាចតាស់មិនចង់ឃើញទៀតទេចូលមកផុសទៀតឃើញជនភៀសសឹកដែលលំបាកមិនទាន់ត្រឡប់ទៅវិញបងប្អូនអាចចូល comment ទៀតថាវេទនាណាស់សូមជូនពរបងប្អូនឲ្យឆាប់បានត្រឡប់ទៅវិញហើយកុំឲ្យមានសង្គ្រាមតទៅទៀតចូលមកផុសទៀតស្តៀងគ្នាឃើញអ្នកទៅនៅអូស្មាច់កំពុងតែភ័យផងទៅហើយប៉ុន្តែធៀមរត់ជូនពរសុខសប្បាយហើយសង្ឃឹមថាបន្ទុះហើយនឹងបានឆាប់ត្រឡប់ចូលទៅមកផុសទៀតឃើញកុងតឺន័របន្លាលួសខឹងភ្លាមដូរចិត្តភ្លាមចាប់ទៅដាក់មិនបាញ់មិនវាយភ្លាម
ចឹងនៅក្នុងរយៈពេល10នាទីបងប្អូនអាចបញ្ចេញមតិអាចបញ្ចេញអារម្មណ៍4មុខខុសគ្នាហើយអាមួយចុងក្រោយនេះគឺវាផ្ទុយជាមួយអា3ខាងមុខប៉ុន្តែការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលព្រោះមានសំណួរថាម៉េចបានរដ្ឋាភិបាលធ្វើអញ្ចេះម៉េចក៏មិនធ្វើអីម៉េចចេះឡើងខ្ញុំមិនសុំរំលឹកហើយបញ្យលលំអិតទេនៅពេលនេះនៅពេលមានឱកាសសមស្របនៅពេលមុខពេលស្ថានភាពវាចប់យើងនឹងបញ្យលប៉ុន្តែក្នុងឱកាសពេលនេះខ្ញុំគ្រាន់តែសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថារាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺយើងសម្រេចចិត្តគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវត្រឹងថ្លែងវាយតម្លៃច្បាស់លាស់នៅក្នុងមុខព្រួញដែលត្រូវគិតគូរទាំងទឹកដីទាំងប្រជាពលរដ្ឋរបស់យើងទាំងកងកម្លាំងរបស់យើងក្នុងពេលតែមួយយើងអាចសម្រេចចិត្តជ្រើសរើសជំរើសតែមួយគត់អត់អាចមានជំរើសដូចអ្នកចូលខមមិនដែលថាតាមអារម្មណ៍ហើយក៏អត់ខុសទេព្រោះអារម្មណ៍ជាខ្មែរគាត់មានសិទ្ធិឈឺឆាប់មានសិទ្ធិខឹងមានសិទ្ធិបញ្ចេញមតិរបស់គាត់ហើយវាអត់មានប៉ះពាល់អីទៅដល់ស្ថានភាពឬមួយក៏ការឆ្លើយតបដែលបង្កើតជាស្ថានភាពនៅលើដីដោយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនបាទនេះគឺជាការសម្រេចចិត្តហើយរាល់សកម្មភាពទាំងអស់បាទមិនថាសកម្មភាពដែលត្រូវចេញមកផ្សព្វផ្សាយឬសកម្មភាពដែលបងប្អូនអាចឃើញលទ្ធផលជាក់ស្ដែងនៅលើដីបាទឧទាហរណ៍បើសិនជារាជរដ្ឋាភិបាលមិនសកម្មអាជ្ញាធរខេត្តមិនសកម្មកងកម្លាំងសមត្ថកិច្ចគ្រប់កន្លែងមិនសកម្មជនលៀសប្រជាជនកន្លះលាននាក់ចូលតែខ្ពស់បំផុត70,000នាក់ជាងក្នុងរយៈពេលប្រហែលថ្ងៃមិនអាចដោះស្រាយបានពិតណានៅកន្លែងខ្លះតង់អត់បានគ្រប់ភ្លាមទេកន្លែងខ្លះតង់ក្តៅតង់ធ្លាយស្បៀងកន្លែងខ្លះទៅមិនទាន់ដល់បន្តិចពេលដែលភ្លាមប៉ុន្តែរាជរដ្ឋាភិបាលមិនបានចោលនោះទេនេះគឺជាសកម្មភាពរស់រវើកជាប្រចាំកាលមុនមានអ្នកជួនភៀសសឹក70,000នាក់ឥឡូវនៅសល់ល្បាក់10,000នាក់ជាងការដែលបងប្អូនអាចត្រឡប់ទៅស្ថានភាពដើមត្រឡប់ទៅភូមិឃុំជាងកន្លះលាននាក់អាចត្រឡប់ទៅជីវភាពរស់នៅឡើងវិញបានក៏មិនមែនដោយចៃដន្យនោះដែរទេគឺការធ្វើសកម្មភាពយើងអាចថាសកម្មភាពដែលមិនបានចេញមកធ្វើអត្ថាធិប្បាយឬសន្និសីទកសែតប្រាប់ថាខ្ញុំធ្វើអីថ្ងៃនេះប៉ុន្តែគ្រប់ពេលវេលាទាំងអស់គឺយើងបានធ្វើការតវ៉ាប្រឆាំងការបដិសេធនៅការកាន់កាប់ខុសច្បាប់ផ្សេងគឺយើងបានធ្វើពិតណាសកម្មភាពការទូតសកម្មភាពច្បាប់សកម្មភាពខ្លះវាអត់ក្តុងក្តាំងដោយការវាយគ្នានោះទេការប្រយុទ្ធគ្នាឆាប់ដឹងបាទការប្រយុទ្ធគ្នាឆាប់ដឹងដាក់មកក្តាំងទៅដឹងចាញ់ឈ្នះដឹងរបួសស្លាប់ប៉ុន្តែសកម្មភាពជាច្រើនគឺត្រូវបានធ្វើប៉ុន្តែទិសដៅតែមួយគត់គឺការពារឧត្តមប្រយោជន៍ជាតិនិងប្រជាជនដែលយើងត្រូវធ្វើនេះគឺជាអ្វីដែលខ្ញុំសូមបញ្ជាក់ជូនលោកអ៊ំពូគឺថាដែលជាមេដាបេដាអ៊ំពូមីងដែលមកថ្ងៃនេះក៏មានហើយជាក្មួយដូចជាឧត្តមលោកជំទាវនិងប្រជាពលរដ្ឋយើងទាំងអស់ឲ្យបានជ្រាបហើយក្នុងនាមជារាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់អំពីគោលការណ៍របស់រាជរដ្ឋាភិបាលឲ្យច្បាស់ថាទី1ដូចខ្ញុំបានលើកទឹកដីនិងប្រជាជននៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកបច្ចុប្បន្ននិងទៅអនាគតនេះគឺជាការបដិញ្ញាចិត្តអស់គ្នាទី2ជំហរពាក់ព័ន្ធនឹងព្រំដែនគឺព្រំដែនកម្ពុជាថៃជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋនឹងត្រូវបានការពារដោយច្បាប់អន្តរជាតិជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយដូច្នេះកម្ពុជាកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាពជាតិ
និងបូរណភាពទឹកដីទាំងបច្ចុប្បន្នទាំងទៅអនាគតដែលប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិឬតាមរយៈការប្រើប្រាស់កម្លាំងកម្ពុជាប្រកាន់ខ្ជាប់នៅជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃបានចុះហត្ថលេខាជាមួយគ្នាហើយជាពិសេសការចុះវាស់វែងតាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាពបូរណភាពលើដីរៀងៗខ្លួនដែលនេះគឺជាគោលការណ៍ហើយស្របទៅតាមអ្វីដែលបន្សល់ទុកជាមរតកពីអាណានិគមដែលយើងមានទាំងសន្ធិសញ្ញាអនុសញ្ញាទាំងការខណ្ឌសីមាដែលមានពីមុនមកនេះគឺជាអ្វីដែលយើងបានឯកភាពគ្នាហើយយើងនឹងខិតខំដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធីព្រោះរឿងដូចខ្ញុំនិយាយចឹងគ្រាន់តែខ្ញុំលើកឧទាហរណ៍ 3-4 គោលដៅហើយជាពិសេសអ្នកដែលរស់នៅតាមព្រំដែនគាត់ត្រូវការស្ថិរភាពប្រជាពលរដ្ឋត្រូវការត្រឡប់ទៅផ្ទះសម្បែងកុំឲ្យមានភ័យភ្នែកកញ្ចឹងកនៅក្នុងការមិនដឹងថ្ងៃណាត្រូវត្រឡប់រត់ចេញពីនោះមកវិញទៀតអញ្ចឹងរាជរដ្ឋាភិបាលដរាបណានៅមានជំរឿសដែលអាចដោះស្រាយបានដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗដោយមិនចាំបាច់បង្កភាពឈឺចាប់ស្លាប់របួសខ្ទេចខ្ទាំទៅដល់ប្រជាពលរដ្ឋយើងត្រូវប្រើវិធីសាស្ត្រនោះហើយនេះហើយដែលរាជរដ្ឋាភិបាលបានយើងមានកិច្ចព្រមព្រៀងបទជប់បាញ់កាលពីថ្ងៃទី7 ខែ 12ហើយក្នុងនោះក៏មានចែងច្បាស់អំពីការប្រើប្រាស់យន្តការព្រំដែន JBC ដើម្បីយើងធ្វើការវាស់វែងទៅមុខប៉ុន្តែមិនទាន់កើតនៅឡើយដោយសារនៅប្រទេសថៃមានការបោះឆ្នោតប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលនឹងត្រូវប្រើដើម្បីធានានៅសន្តិភាពរវាងប្រទេសទាំងពីរឲ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរកុំឲ្យមានការលំបាកដោយរយៈពេល6 ខែកន្លងមកនេះហើយយើងរកវិធីដោះស្រាយដើម្បីបញ្ចប់ជម្លោះដើម្បីកុំឲ្យទុកជាមរតកឲ្យកូនចៅរបស់យើងជំនាន់ក្រោយចឹងពាក់ព័ន្ធទៅនឹងការដោះស្រាយព្រំដែននេះខ្ញុំជឿថាមានទស្សនៈខុសគ្នាវិធីសាស្ត្រខុសគ្នាការយល់ឃើញខុសគ្នាបាទមានទស្សនៈដែលបងប្អូនបញ្ចេញយល់ស្របជាមួយនឹងការងារដែលរដ្ឋាភិបាលទេហើយក៏មានបងប្អូនខ្លះមិនឯកភាពទៅនៅវិធីសាស្ត្រជាសិទ្ធិរបស់បងប្អូនជាការយល់ឃើញរបស់យើងជាខ្មែរប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺរាជរដ្ឋាភិបាលនៅបន្តនឹងខិតខំដោះស្រាយការងារនេះទោះបីជាពេលខ្លះខ្ញុំសូមបញ្ជាក់ម្ដងទៀតយើងមិនបានផ្សព្វផ្សាយយើងមិនបានធ្វើសន្និសីទកសែតប្រចាំថ្ងៃឬបញ្ជាក់ថាឥឡូវយើងធ្វើអញ្ចេះវិធីសាស្ត្រដើរដោះទៅណាទៅធ្វើម៉េចអញ្ចឹងខ្ញុំសូមការយោគយល់ប៉ុន្តែអ្វីដែលសំខាន់លទ្ធផលលើដីបងប្អូនអាចឃើញបានច្រើនហើយជាពិសេសការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋរបស់យើងជនភៀសសឹកនិងតំបន់ដែលខូចខាតដោយសង្គ្រាមនៅក្នុងនោះមានក្មួយផងហើយនេះដូចមានអ្នកមកមួយអ្នកដែលមកពីតំបន់គេវាយគ្នាមានទេក្មួយមានងើបឈរតិចមើលក្មួយមានទេមកពីតំបន់មកពីសាលាដែលគេផ្លោងចូលមកពីសាលាដែលត្រូវភៀសសឹកដូចមានមួយចំនួនដែរបាទពីខេត្តអាចព្រះវិហារដល់មានជ័យគួយចោះចឹងក្មួយអាចយល់ហើយបាទហើយសាលាខ្ញុំមិនដឹងថាសាលានឹងអាចចូលរៀនបាននៅព្រោះពេលបាញ់គ្នាអត់ស្គាល់សាលាអត់ស្គាល់វត្តទេតែកាលមុនយើងធ្លាប់តែនិយាយពីជំនាន់70តែ B52 មកអត់ស្គាល់ទេ
តែឥឡូវវាយើងបានឃើញជាអកុសលយើងត្រូវគ្មានជំរឹះដែលត្រូវឃើញវានៅលើទឹកដីយើងម្ដងទៀតនៅឆ្នាំ2025នេះបាទយើងអត់ចង់ឃើញទេយើងអត់ចង់បានទេនៅតាមតំបន់ព្រំដែនគឺយើងអភិវឌ្ឍបើកច្រកទំនាក់ទំនងចង់អភិវឌ្ឍសេដ្ឋកិច្ចបង្កើតជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងប៉ុន្តែសភាពការដែលកើតឡើង6ខែនេះគឺយើងអត់ជម្រឹះអ្វីដែលយើងអាចធ្វើបានគឺធានាសុវត្ថិភាពនិងសេចក្តីសុខឲ្យប្រជាពលរដ្ឋយើងរួមទាំងក្មួយទាំងប្របាទទៀតសាលាមកសិនទៅសុខចិត្តយើងមករៀបចំរៀនបដោះអាសន្នកន្លែងផ្សេងឬរៀបចំជាស្តង់អីនៅក្នុងមណ្ឌលប៉ុន្តែมันអាចទុកគាត់ចោលឬមួយលោកគ្រូអ្នកគ្រូចោលនៅកន្លែងតំបន់ដែលកំពុងផ្លោកនោះទេវាអត់ជំរឿប៉ុន្តែយើងចង់ធ្វើយ៉ាងណាកុំឲ្យស្ថានភាពនោះវាកើតមាន26 27 28ចង់ឲ្យក្មួយសាលាខូចជួសជុលវិញអាចត្រឡប់ទៅវិញបានក្មួយកំពុងរៀនមិនត្រូវការរត់ភ័យខ្លាចដោយសារលឺកប៉ាល់ហោះមកតម្លាក់ក៏បែកឬក៏ភ្លើងធំបោះទៀតនេះគឺជាគោលដៅរបស់យើងនៅក្នុងការការពារទឹកដីនិងការពារប្រជាជនពេលជាមួយគ្នាអាចប្រើរយៈពេលវែងអាចស្មុគស្មាញអាចលំបាកប៉ុន្តែរាជរដ្ឋាភិបាលមិនថារយៈពេលណាមិនថាស្មុគស្មាញយ៉ាងណារាជរដ្ឋាភិបាលនៅតែបដិញ្ញាចិត្តនៅក្នុងការការពារទឹកដីនិងប្រជាជនគ្រប់ពេលវេលាទាំងអស់នេះគឺជាអ្វីដែលខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងបញ្ហាដែលបងប្អូនប្រជាពលរដ្ឋរបស់យើងមានការចាប់អារម្មណ៍មានការព្រួយបារម្ភមានការភ័យខ្លាចហើយកន្លែងខ្លះក៏មានការខឹងសម្បារពេលជាមួយគ្នាខ្ញុំយល់ពីអារម្មណ៍ព្រោះអារម្មណ៍អ្នកដោះស្រាយដែលត្រូវសម្រេចចិត្តដោះស្រាយក៏មិនខុសគ្នាដែរអារម្មណ៍នៃការទទួលខុសត្រូវហើយដោះស្រាយមិនមែនខ្ញុំដោះស្រាយតែម្នាក់ឯងយើងមានជួរថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលក្រមការអ្នកច្បាប់ផ្សេងក្នុងការដោះស្រាយពុំមានអ្នកខ្លះគេឆ្ងល់តែដោះស្រាយមិនក៏កម្ពុជាដោះស្រាយសង្ស័យដោះស្រាយតែម្នាក់ពីរនាក់នោះឯងអត់ទេការគិតគូរជាការងាររួមរបស់រាជរដ្ឋាភិបាលជាការងាររួមរបស់គ្រប់ជំនាញទាំងអស់បាទគ្រាន់តែយើងមិនថាចាប់ផ្ដើមបង្កើតគណៈកម្មការបញ្ជាការសង្គ្រាមឬមួយស្អីអត់ទេជំនាញការទទួលខុសត្រូវរបស់គ្រប់ក្រសួងស្ថាប័នដែលយើងដើរមកនេះគឺការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំរបស់យើងគ្រប់ក្រសួងស្ថាប័នទាំងអស់មិនថាក្រសួងការពារជាតិអគ្គវិជ្ជាការមិនថាក្រសួងការបរទេសក្រសួងយុតិធធម៌ក្រសួងព័ត៌មានទូតយើងនៅខាងក្រៅប្រទេសយើងធ្វើសកម្មភាពទាំងអស់រួមគ្នាជាមួយនឹងប្រជាពលរដ្ឋទាំងអស់ដែលរួមគ្នាជាកម្លាំងចិត្តធំហើយខ្ញុំយកឱកាសនេះម្ដងទៀតសូមអរគុណថ្លែងអំណរគុណម្ដងហើយម្ដងទៀតចំពោះប្រជាពលរដ្ឋរបស់យើងទាំងក្នុងនិងក្រៅប្រទេសដែលបានធ្វើសកម្មភាពកន្លងទៅក្នុងការគ្រប់គ្រងទៅដល់សន្តិភាពនិងគ្រប់គ្រងទៅដល់ការស្វែងរកដំណោះស្រាយមួយដើម្បីបានសេចក្តីសុខរួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយប៉ុន្តែយើងឈឺយើងអាចថាយើងរបួសខ្លះតែมันអាចឲ្យការឈឺឬរបួសនេះផ្លូវកាយផ្លូវចិត្តនេះធ្វើឲ្យយើងដួលនោះទេយើងត្រូវរឹងមាំឡើង
កាន់តែលំបាកកាន់តែឈឺកាន់តែរឹងមាំឡើងដើម្បីពង្រឹងជាតិខ្មែររបស់យើងទៅខាងមុខព្រោះអត់មានពីណាពង្រឹងជាតិជាយើងទេត្រូវធ្វើការងារពង្រឹងសមត្ថភាពក្មួយដែលបាននិទេស A និងក្មួយដែលមិនបាននិទេស A ដូចគ្នាមិនថាថ្នាក់ណាត្រូវខិតខំរៀនសូត្រដើម្បីអនាគតជាតិរបស់យើងខ្មែរត្រូវខ្លាំងដោយសារជនជាតិខ្មែរត្រូវខ្លាំងប្រព័ន្ធអប់រំរបស់យើងក្រសួងអប់រំបានខិតខំនៅក្នុងការពង្រឹងលោកគ្រូអ្នកគ្រូខំប្រឹងហើយយើងខំប្រឹងបន្តទៅទៀតបាទជំរុញឲ្យបានកាន់តែប្រសើរគ្រប់វិស័យទាំងអស់សេដ្ឋកិច្ចសង្គមត្រូវដើរទន្ទឹមគ្នាកាន់តែរឹងមាំបាទខ្ញុំតែងតែប្រាប់ទៅក្នុងប្រជុំគណៈរដ្ឋមន្ត្រីទៅថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័នថាខ្ញុំយល់អារម្មណ៍របស់មន្ត្រីមិនថារដ្ឋមន្ត្រីឬមួយមន្ត្រីបុគ្គលិកធម្មតាព្រោះជាអារម្មណ៍ធម្មជាតិរបស់ខ្មែរយើងនៅពេលដែលប្រទេសជាតិកំពុងតែប្រឈមនឹងសង្គ្រាមឧទាហរណ៍ពេលដែលកំពុងប្រយុទ្ធគ្នាពេលដែលមានស្ថានភាពឃើញការវិវត្តផ្សេងៗដែលមិនបានដូចចិត្តរបស់យើងអាចមានថាអារម្មណ៍បាក់ទឹកចិត្តពួកខ្ញុំមើលតាម Facebook ខ្លះពេលខ្លះបងប្អូនតាមព្រឹកឡើងឃើញថាព័ត៌មាន Facebook ស្លាប់ទៅវិញឡើងចង់ទៅអត់អាចនៅចឹងទេប៉ុន្តែអារម្មណ៍មានប៉ុន្តែយើងត្រូវតែរឹងមាំដើរទៅមុខគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវរស់រវើកត្រូវរួមគ្នាពង្រឹងក្រសួងរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋកសាងសមត្ថភាពរបស់យើងកាត់បន្ថយភាពអសកម្មឬមួយក៏ចន្លោះប្រហោងរបស់យើងដើម្បីរួមគ្នាកសាងប្រទេសជាតិរបស់យើងគ្រប់គ្នាទាំងអស់គ្រប់វិស័យទាំងអស់ត្រូវដើរទៅមុខកាន់តែលំបាកកាន់តែភ័យកាន់តែប្រឹងដើម្បីយើងកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅឯពុកនេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ហើយជំហររបស់រដ្ឋាភិបាលរបស់យើងខ្ញុំសូមបញ្ជាក់ថាការខិតខំដោះស្រាយដោយសន្តិវិធីដោយមូលដ្ឋានច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែនគឺជាគោលការណ៍មួយដែលយើងខិតខំដាក់ទិសដៅព្រោះមានតែវិធីសាស្ត្រនេះទេទើបអាចធានាបាននៅប្រសិទ្ធភាពដែលអាចយូរអង្វែងបាទលទ្ធផលអាចយឺតអាចលំបាកខ្លះប៉ុន្តែយើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នាហើយរកវិធីមួយដែលដោះបញ្ចប់កុំឲ្យវាកើតឡើងវិញនៅថ្ងៃអនាគតដើម្បីធានានៅសុខភាពសុខសាន្តរបស់យើងកន្លែងដែលពីមុនធ្លាប់តែអភិវឌ្ឍពីជំនាន់80 90ជាសមរភូមិសង្គ្រាមផ្ទៃក្នុងក្រោយមកក៏មានការអភិវឌ្ឍភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងជាអកុសលក្នុងរយៈពេលខ្លីនេះវាបានคล้ายទៅជាដែនសមរភូមិឡើងវិញយើងសង្ឃឹមថាវានឹងបញ្ចប់នឹងប្រែคล้ายទៅជាកន្លែងនៃការអភិវឌ្ឍរស់រវើករបស់ប្រជាពលរដ្ឋឡើងវិញហើយយើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងផ្អែកលើច្បាប់ដើម្បីការពារនៅអធិបតេយ្យភាពនិងដែនគឺថាបូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាពនិងបច្ចេកទេសនិងច្បាប់ដែលយើងមានហើយខិតខំឲ្យអស់លទ្ធភាពនៅក្នុងការការពារនេះដោយជំហរប្រមាណដែលខ្ញុំបញ្ជាក់ពីមុនហ្នឹងបាទហើយសូមបងប្អូនជឿទុកចិត្តហើយសូមយោគយល់ពេលខ្លះអត់បានលឿនដោយបងប្អូនទេចង់បានបាទយកតែឧទាហរណ៍4ដែលខ្ញុំបានលើក4ករណីឬ3ករណីដែលខ្ញុំបានលើកនៅការបញ្ចេញមតិតាម Facebook បើសិនជាយើងដោះវាអនុវត្តវាក្នុងពេលតែមួយគឺវាអត់ទៅរួចតែម្ដងដៃម្ខាងចង់បានសន្តិភាពជប់បាញ់ដៃម្ខាងបាញ់ទៅអញ្ចឹងការជំរឿនណាមួយត្រូវមានតុល្យភាពដើម្បីធានាអ្វីដែលល្អសម្រាប់ប្រជាពលរដ្ឋរបស់យើងហើយនេះគឺជាអ្វីដែលរដ្ឋាភិបាលនឹងបន្តអនុវត្តហើយស្វែងរកក្នុងការជាអ្នកទទួលខុសត្រូវចំពោះប្រទេសជាតិនិងប្រជាពលរដ្ឋយើងនឹងបន្តធ្វើកិច្ចការគេនេះតទៅទៀតសូមបងប្អូនបានទៅទៀតចឹងនៅក្នុងថ្ងៃនេះត្រឡប់មកកម្មវិធីយើងវិញជាទីបញ្ចប់
ខ្ញុំសូមប្រសិទ្ធពរចំពោះអាយដាមលោកជំទាវលោកស្រីនាយកនាយិកាមេដាបេដាអាណាព្យាបាលនិងក្មួយទាំងអស់សូមទទួលបាននូវពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិរៈកំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណនៅក្នុងថ្ងៃនេះដែរក៏សម្រាប់ក្មួយសិស្សានុសិស្សជាបេក្ខជនប្រឡងជាប់និទេស A សរុប3020នាក់ម្នាក់ក្នុងនោះទទួលបាន Galaxy Tab ចំនួន1គ្រឿងនិងថវិកា2លានរៀលបាទហើយក៏សូមអរគុណដល់ក្រុមហ៊ុនជុបមុងដែលមានលោកញ៉ាលៀងគុណមកចូលរួមថ្ងៃនេះគាត់ធានាប្រចាំឆ្នាំក្នុងការចូលរួមរៀបចំជាGalaxy Tab នេះជូនក្មួយសម្រាប់បន្តរៀនទៅមុខហើយដោយឡែកបន្ថែមជូនសិស្សមានពិការភាពម្នាក់ថវិកា2លានរៀលផងដែរហើយជូននាយកនាយិកានៃគ្រឹះស្ថានសិក្សានានាដែលចូលរួមពិធីព្រឹកនេះសរុប568នាក់ម្នាក់សូមជូនថវិកាផ្ទាល់ខ្លួន1លានរៀលនិងជូនថវិកាសាលាទាំង568សាលាដោយសាលានីមួយៗទទួលបានថវិកា3លានរៀលបាទហើយជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា5លានរៀលផងដែរបាទអញ្ចឹងសូមអរគុណ